សួស្តីបងប្អូនប្រិយមិត្តទាំងអស់ទីគោរពជាពិសេសគឺយុវជននិងប្រជាពលរដ្ឋខ្មែរនិងមន្ត្រីមួយចំនួនដែលពាក់ព័ន្ធទៅនឹងគណៈបព្វជិជននិងគណៈបកផ្សេងឲ្យបានដឹងអំពីបញ្ហានិងគំនិតអាក្រក់របស់រដ្ឋាភិបាលដែលដឹកនាំដោយគ្រួសាររបស់សម្ដេចហ៊ុនសែនដែលជាថ្នាក់នាយករដ្ឋមន្ត្រីនិងអ្នកដឹកនាំជាបង្គោលរឹងមាំរបស់ប្រទេសកម្ពុជាសពថ្ងៃហើយក៏ជាប្រធានគណៈបកដែលតែងតែសរសើរនិងអរគុណនៅការលើកផ្លាកអរគុណសន្តិភាពនៅពេលនេះខ្ញុំនឹងនិយាយអំពីគោលនយោបាយដែលធ្វើឲ្យគណៈបកប្រជាជនដែលដឹកនាំរបស់លោកហ៊ុនសែនមានភាពរឹងមាំដោយសារតែការធ្វើនៅរឿងមួយចំនួនតើក្នុងនោះមានកត្តាអ្វីខ្លះដែលធ្វើឲ្យគណៈបកប្រជាជនមានកម្លាំងហើយមានអំណាចខ្លាំងក្នុងការគ្រប់គ្រងឈ្នះអស់គណៈបកផ្សេងដែលស្ថិតនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ1979ហើយនឹងឆ្នាំ1991 92 93ក្រោយបោះឆ្នោតរបស់អ៊ុនតាក់មកហើយនឹងមានសមត្ថភាពក្នុងការរំលាយគណៈបកផ្សេងនិងបង្កើតនៅរនុកក្នុងនិងចារកម្មមួយចំនួនដើម្បីបំផ្លាញនិងដាក់ទោសទម្លាក់កំហុសចាប់ចងទៅលើអ្នកនយោបាយអ្នកស្នេហាជាតិនិងសង្គមស៊ីវិលនិងអ្នកសារព័ត៌មានជាបរដ្ឋស្លូតត្រង់មួយចំនួនដែលពាក់ព័ន្ធទៅនឹងការមិនគោរពមិនធ្វើតាមនៅអ្វីដែលជាគោលការណ៍គោលនយោបាយរបស់គណៈបកប្រជាជនឥឡូវនេះខ្ញុំនឹងសូមនិយាយអំពីបញ្ហាខ្លះៗដែលធ្វើឲ្យគណៈបកប្រជាជនមានភាពរឹងមាំនិងខ្លាំងដោយសារតែធ្វើនៅនយោបាយមួយដែលហៅថានយោបាយដែកថែបកណ្ដាប់ដែកចាប់ពីឆ្នាំ1979បណ្ដាអំណាចសេដ្ឋកិច្ចនយោបាយរបស់គណៈបកប្រជាជនកម្ពុជាមានសាខាទូទាំងប្រទេសដែលមានមូលដ្ឋានខ្លាំងនៅតាមភូមិសង្កាត់អញ្ចឹងនៅតាមភូមិសង្កាត់គណៈបកប្រជាជនគឺរៀបកម្លាំងខ្លាំងណាស់គឺខ្លាំងរហូតដល់ភូមិឃុំស្រុកខេត្តហើយមានតំបន់និងមានកម្ពស់លើសារព័ត៌មានសាធារណៈគឺលើកកម្ពស់ទៅលើសារព័ត៌មានសាធារណៈនិងឯកជនគណៈបព្វជិជនបានប្រើប្រាស់អំណាចសន្តិភាពក្រោមឆ្នាំ1998ដោយយល់ថាការអភិវឌ្ឍជាង20ឆ្នាំចុងក្រោយដើម្បីបង្កើតភាពជឿជាក់លើប្រជាពលរដ្ឋនៅក្រោយសង្គ្រាមឆ្នាំ1998សេដ្ឋកិច្ចកម្ពុជាកើនគួរឲ្យកត់សម្គាល់ដែលមានកម្រិតស្តង់ដារកើនការវិនិយោគបរទេសកើនបងប្អូនដឹងហើយការវិនិយោគបរទេសកើនយ៉ាងម៉េចនោះដឹងហើយយុទ្ធសាស្ត្រទាំងអស់នេះហើយគឺជាយុទ្ធសាស្ត្រមួយដែលរក្សាអំណាចនៃគណៈបកប្រជាជនកម្ពុជាបានគឺជាអំណាចមួយដែលខ្លាំងដោយសារតែការទម្លាក់អ្នកសារព័ត៌មានអន្តរជាតិចោលហើយនឹងយុទ្ធសាស្ត្រនេះឥឡូវនេះខ្ញុំសូមបកស្រាយបន្ថែមទៀតនៃការសិក្សាអំណាចនយោបាយនិងការពារប្រទេសដើម្បីឯករាជ្យអភិវឌ្ឍសេដ្ឋកិច្ចនិងការចងភ្ជាប់អន្តរជាតិអានេះគឺជាយុទ្ធសាស្ត្ររបស់គេតែបងប្អូនបានឃើញកន្លងមកហើយដូចជាប្រជាពលរដ្ឋខ្មែរយើងរស់នៅក្នុងប្រទេសកម្ពុជាគឺយើងដឹងហើយថាជាយុទ្ធសាស្ត្រមួយដែលគេធ្វើដើម្បីឲ្យមានភាពរឹងមាំនៃគណៈបកមិនមែនភាពរឹងមាំនៃប្រទេសជាតិនិងប្រជាពលរដ្ឋទេប៉ុន្តែគេយកភាសាពីរោះស្ដាប់នេះមកនិយាយដើម្បីលួងចិត្តអង្អែលខ្នងបងប្អូនខ្មែរឲ្យមានការលំនឹងទុនចិត្តភាសានេះគឺជាភាសាមួយដែលពីរោះហើយរំដំមែនទែនក៏ប៉ុន្តែធៀបពិតគឺវាមិនដូចអ្វីដែលគេនិយាយគណៈបកប្រជាជនកម្ពុជាយុទ្ធសាស្ត្រដែលទាក់ទាញប្រទេសចិនប្រទេសវៀតណាមគឺដើម្បីបង្កើនកំណើនសេដ្ឋកិច្ចផ្សព្វផ្សាយនិងភាពជឿជាក់ទៅលើប្រជាពលរដ្ឋការគ្រប់គ្រងសង្គមនិងរឹតបន្តឹងប្រជាធិបតេយ្យដើម្បីជៀសវាងការបែកបាក់ប្រឆាំងពួកគេប្រើយុទ្ធសាស្ត្ររឹតបន្តឹងសិទ្ធិត្រួតពិនិត្យសង្គមស៊ីវិលនិងអ្នកសារព័ត៌មានបង្កើតភាពពឹងផ្អែកនិងបណ្ដាញឥទ្ធិពលការផ្ដល់ឱកាសអត្ថប្រយោជន៍សម្រាប់អ្នកគាំទ្រសមាជិកបកធ្វើឲ្យមានបណ្ដាញភាពស្មោះត្រង់គឺគេធ្វើបែបនេះដើម្បីឲ្យមានសមាជិកនៅក្នុងគណៈបករបស់គេមានការងារធ្វើហើយមានកម្លាំងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងទូទាំងប្រទេសកម្ពុជាមិនថាស្ថាប័នណាទេគឺត្រូវតែមានសមាជិករបស់គណៈបកប្រជាជននឹងអញ្ចឹងបើសិនជាបុគ្គលណាឬក៏នរណាដែលគ្រប់គ្រងគណៈបករបស់គេគឺគេផ្ដល់ឱកាសនិងផ្ដល់អត្ថប្រយោជន៍សម្រាប់សមាជិក
ហើយសម្រាប់សមត្ថភាពដែលគេចង់ផ្ដល់និងចង់ធ្វើឲ្យយើងនឹងមានភាពជឿជាក់ទៅលើគេទាំងអស់នេះហើយគឺជាយុទ្ធសាស្ត្រដែលគ្រប់គ្រងដ៏ខ្លាំងក្លាដើម្បីចងរឹតបន្តឹងមូលដ្ឋានរបស់បកដើម្បីរឹតបន្តឹងនិងចងមូលដ្ឋានរបស់បកនៅពេលមានអំណាចរឹងមាំហើយនោះវាមានភាពងាយស្រួលក្នុងការទាក់ទាញការវិនិយោគគ្រប់គ្រងសង្គមផងដែរស្ដាប់ក្រោយនេះបានបងប្អូនតើហេតុអីបានជាគេត្រូវធ្វើយុទ្ធសាស្ត្រឬក៏រៀបចំអំណាចបែបនេះបណ្ដាញនយោបាយនៅក្នុងមូលដ្ឋានរបស់គេគឺគេធ្វើដើម្បីអីគឺដើម្បីតែអំណាចនិងពង្រឹងនូវសមត្ថភាពគណៈបករបស់គេសាខាគណៈបកគ្របដណ្ដប់នៅលើផ្ទៃប្រទេសកម្ពុជាទាំងមូលដែលដឹកនាំមានគ្រប់មូលដ្ឋាននិងអង្គភាពភាគច្រើនជាសមាជិករបស់គណៈបកប្រជាជនកម្ពុជាដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងគ្របដណ្ដប់លើស្មារតីប្រជាពលរដ្ឋនិងការបង្កើនភាពពឹងផ្អែកនេះគឺការផ្ដល់ជំនួយអំណោយដោយមានភ្ជាប់ឈ្មោះថ្នាក់ដឹកនាំរបស់ CVP ជាការទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋថាត្រូវតែគ្រប់គ្រងគណៈបកប្រជាជនត្រូវតែគោរពស្រឡាញ់មេដឹកនាំគ្រប់គ្រងប្រព័ន្ធសន្តិសុខនិងយោធាការគ្រប់គ្រងប្រព័ន្ធសន្តិសុខនិងយោធាបញ្ចូលមន្ត្រីយោធានគរបាលជាសមាជិកបកមន្ត្រីសន្តិសុខទប់ស្កាត់ពីការប្រឆាំងតវ៉ាឬសកម្មភាពណាដែលប៉ះពាល់ដល់ប៉ះពាល់ដល់បកឬក៏ថ្នាក់ដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាគឺគេធ្វើបែបហ្នឹងហើយមួយទៀតគឺដើម្បីគ្រប់គ្រងព័ត៌មាននិងផ្សព្វផ្សាយក្រសួងព័ត៌មានក៏គេគ្រប់គ្រងក៏ការគ្រប់គ្រងប្រព័ន្ធសន្តិសុខក៏គេគ្រប់គ្រងការបង្កើតភាពពឹងផ្អែកការគ្រប់គ្រងសារព័ត៌មាននិងផ្សព្វផ្សាយសារព័ត៌មានផ្លូវការនិងសារព័ត៌មានឯកជនជាច្រើនដាក់នៅក្រោមឥទ្ធិពលរបស់គណៈបកប្រជាជនកម្ពុជាប្រើប្រាស់សេដ្ឋកិច្ចជាឧបករណ៍គឺទាក់ទាញវិនិយោគផ្ដល់និងគ្រប់គ្រងការងារបង្កើតហេដ្ឋារចនាសម្ព័ន្ធមានអង្គការដើរបំផុសបំផុលជួសមុខជួយជំនួននិងមានធនាគារកម្ចីផ្សេងកែប្រែនីតិច្បាប់កែច្បាប់ដល់ការអនុគ្រោះដើម្បីរក្សាអំណាចច្បាប់ទាក់ទងនឹងអំណាចគណៈបកនយោបាយការចោះឈ្មោះបោះឆ្នោតការលុបបំបាត់បកប្រឆាំងនឹងការបំបាច់បំបាក់គណៈបកនយោបាយផ្សេងទៀតតាមដែលអាចធ្វើទៅបាននេះគឺជាយុទ្ធសាស្ត្រមួយដែលគេធ្វើដើម្បីពង្រឹងនៅសមត្ថភាពនិងគណៈបករបស់គេប្រើប្រវត្តិសាស្ត្រនិងអារម្មណ៍ជាតិនិយមគឺខ្លាំងបំផុតគឺថ្នាក់ដឹកនាំរបស់ខ្មែរយើងគឺគាត់ចូលចិត្តប្រើប្រវត្តិសាស្ត្រហើយនឹងអារម្មណ៍ជាតិនិយមបងប្អូនធ្លាប់ឮប្រវត្តិសាស្ត្រហ្នឹងគឺគេនិយាយអីគេ3ឆ្នាំ3ខែគេលើកយកមកកាលពីសម័យប៉ុលពតសម័យខ្មែរក្រហមយើងវេទនាយ៉ាងណាមកដល់ពេលនេះតើយើងបានប៉ុណ្ណឹងហើយយើងយកបណ្ណាទៀតអានេះគឺជាអ្វីដែលខ្ញុំនិយាយតាមថ្នាក់ដឹកនាំគេប្រើប្រវត្តិសាស្ត្រនិងអារម្មណ៍ជាតិនិយមដូចជាការបង្ហូរទឹកភ្នែកអីហ្នឹងគឺធ្វើអារម្មណ៍សោកសៅទីគូនប្រុសក្រមលឺវិចារអីហ្នឹងអាហ្នឹងបងប្អូនគួរតែយល់នៅចំណុចហ្នឹងដែរគេបង្ហាញថា CVP ជាអ្នកកសាងសន្តិភាពក្រោយសង្គ្រាមចំណុចនេះក៏ល្អដែរគេនិយាយមកគឺល្អមែនទេគឺការនិយាយស្ដីនិងទ្រឹស្ដីរបស់គេចេញមកវាសម្បើមយុទ្ធសាស្ត្ររបស់គេប្រើការបញ្ចេញពាក្យស្លោកប្រជាធិបតេយ្យនិងសន្តិភាពដើម្បីបង្កើតស្មារតីគាំទ្រ